ខេត្តប្រសេនុរៀបចំកម្មវិធីរត់ម៉ារ៉ាតុងក្រោមប្រធានបទរត់ដោយមោទកភាពសាលារៀនសុវណ្ណភូមិសាខាទី10ក្នុងខេត្តប្រសេនុបានរៀបចំកម្មវិធីរត់ពាក់កណ្ដាលម៉ារ៉ាតុងសម្រាប់បុគ្គលិកដែលជាគណៈគ្រប់គ្រងមកពីគ្រប់ទីតាំងនៃសាខាចំនួន50ទូទាំងរាជធានីខេត្តដោយមានសមាជិកចូលរួមប្រមាណជាង350នាក់កម្មវិធីរត់ប្រណាំងនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី2ខែឧសភាឆ្នាំ2026វេលាម៉ោង 6:00 នាទីព្រឹកដោយចាប់ផ្ដើមចេញដំណើរពីរងមូលក្លឹបឆ្នេរស្អាតតាមបណ្ដោយឆ្នេរអូជាទៀលហើយបញ្ចប់នៅតំបន់បន្ទប់ទឹកសាធារណៈលេខ3ឆ្នេរអូជាទៀល2ស្ថិតនៅក្នុងសង្កាត់4ក្រុងប្រសេនុតាមការបញ្ជាក់ពីលោកអញ្ញាជាធីឡៃស្ថាបនិកនិងជាអគ្គនាយកស្ថាប័នអប់រំ NTC Group កម្មវិធីរត់ម៉ារ៉ាតុងនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សុខភាពកាយសម្បទានិងសហការរវាងគណៈគ្រប់គ្រងសាលារៀនសុវណ្ណភូមិគ្រប់សាខាទាំងអស់ព្រមទាំងជួយជំរុញស្មារតីកីឡានិងការរស់នៅមានវិន័យនិងមានសុខភាពល្អរឹងមាំក្នុងកិច្ចការប្រចាំថ្ងៃលោកអង្ញាក៏បានរំលឹកផងដែរថាការជ្រើសរើសយកឆ្នេរសមុទ្រក្រុងប្រសេនុជាទីតាំងរត់គឺជាការបង្ហាញមោទកភាពចំពោះសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់និងឆ្នេរខ្សាច់ដ៏ស្រស់ស្អាតរបស់កម្ពុជាការតបជាប់ទំនាក់ទំនងរវាងថ្នាក់ដឹកនាំមកពីតំបន់ផ្សេងៗគ្នាបង្កើតភាពស្និទ្ធស្នាលដែលជាគ្រឹះដ៏សំខាន់ក្នុងការសម្រេចគោលដៅរួមអ្នកចូលរួមទាំងអស់ទទួលបានបទពិសោធន៍ល្អនិងអត្ថប្រយោជន៍សុខភាពពីសកម្មភាពកីឡាការរត់តាមបណ្ដោយឆ្នេរអូជាទៀលគឺជាសារមួយដាស់តឿនដល់សាធារណជនឲ្យចូលរួមថែរក្សាបរិស្ថានឆ្នេរឲ្យបានស្អាតនិងមានអនាម័យដើម្បីទាក់ទាញភ្ញៀវទេសចរសកម្មភាពនេះបានឆ្លុះបញ្ចាំងពីសក្តានុពលនៃខេត្តប្រសេនុមិនត្រឹមតែជាតំបន់សេដ្ឋកិច្ចពិសេសប៉ុន្តែជាគោលដៅទេសចរកីឡា Sport Tourism កម្រិតខ្ពស់នេះមិនត្រឹមតែជាព្រឹត្តិការណ៍កីឡាដើម្បីសុខភាពប៉ុណ្ណោះទេប៉ុន្តែជាការបង្ហាញពីសាមគ្គីភាពដ៏រឹងមាំនិងមោទកភាពដែលសាលារៀនសុវណ្ណភូមិបានរួមចំណែកក្នុងវិស័យអប់រំនៅកម្ពុជាអស់រយៈពេលជាច្រើនទសវត្សរ៍មកនេះព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅយ៉ាងរលូនក្រោមការរៀបចំយ៉ាងហ្មត់ចត់និងសុវត្ថិភាពដើម្បីធានាឲ្យអ្នកចូលរួមទាំងអស់ទទួលបានបទពិសោធន៍ល្អនិងអត្ថប្រយោជន៍សុខភាពពីសកម្មភាពកីឡាលើពីសកម្មភាពកីឡាដើម្បីផ្សព្វផ្សាយទៅកាន់ភ្ញៀវទេសចរជាតិនិងអន្តរជាតិសូមអញ្ជើញមកលំហែសម្រាប់កម្សាន្តប្រកបដោយសុវត្ថិភាពផាសុខភាព